បងប្រុសម្នាក់នេះគឺគាត់មានបញ្ហាឈឺចង្កេះគៀបសរសៃបាទគាត់ឈឺច្រើនខែច្រើនឆ្នាំមកហើយបងប្អូនបាទដោយសារតែពីមុនគាត់ឈឺតិចតិចទេបងប្អូនបាទដល់ពេលអញ្ចឹងហើយគាត់ចេះតែបន្តទុកប្រើប្រាស់ថ្នាំឬក៏ផលិតផលផ្សេងទៅគឺបានធូរបានជាមួយរយៈអញ្ចឹងទៅបាទអស់ជាថ្នាំឬក៏របស់ដែលគាត់ប្រើប្រាស់ហ្នឹងគឺវាឈឺមកវិញបាទតែគាត់ឈឺទ្រាំបានបាទពីមុនណាបាទប្រហែលឆ្នាំមុនគាត់ឈឺនៅទ្រាំបានបាទតែមួយរយៈក្រោយនេះគាត់ជំងឺរបស់គាត់ហ្នឹងចាប់ផ្ដើមឈឺចាប់ខ្លាំងបាទឈឺចាប់ខ្លាំងហ្នឹងគឺឈឺចាក់អ៊ុលពីតាគៀកមកដល់កពួនជើងបាទជើងគាត់ឈរយូរដើរឆ្ងាត់បានទេបាទជុករួយស្ពឹកដៅកាហាយបាទជើងបាទអញ្ចឹងបើសិនជាពុកម៉ែបងប្អូនកំពុងតែមានអាការៈឈឺចាប់ដូចបងប្រុសម្នាក់នេះឬក៏មានបញ្ហាជំងឺសរសៃផ្សេងបាទចឹងខាងកន្លែងលោកគ្រូមានព្យាបាលរាល់បញ្ហាជំងឺគៀបសរសៃឬក៏លើឈាមស្លាប់វិជ្ជមានខ្លួនបាទនឹងព្យាបាលធ្វើសរសៃព្យាបាលរឹតប្រេងរឹតថ្នាំបាទនឹងព្យាបាលចាក់មជុលវិទ្យាសាស្ត្របាទចឹងបើសិនជាបងប្អូនចង់ធ្វើការតំណងមកព្យាបាលនៅកន្លែងលោកគ្រូអាចធ្វើការតាក់ទងតាមនឹងបានអាស័យដ្ឋានលោកគ្រូគឺនៅខេត្តកំពង់ស្ពឺក្រុងច្បារមនបាទសូមកុំភ្លេចជួយ share វីដេអូមួយនេះដើម្បីចែករំលែកដល់បងប្អូនយើងដែលគាត់កំពុងមានបញ្ហាឈឺសរសៃផងដែរ